អូខេសួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងបន្តទៅកាន់វីដេអូយើងទៀតបន្ទាប់ពីបងប្អូនបានប្រើប្រាស់នៅមុខងារlogin ដើម្បីចូលទៅប្រើប្រាស់ tool យើងបានហើយឥឡូវយើងចូលទៅកាន់ការ add member តែម្ដងបាទអូខេអញ្ចឹងយើងសូមចូលទៅកាន់កម្មវិធីរបស់យើងបាទនៅក្នុងនេះគឺខ្ញុំបានបែងចែកជា tab ចំនួន3គឺមាន group private group ហើយនិង channel អូខេហើយទាំងអស់នេះយើងអាចដំណើរការនេះកន្លែង check នេះគឺអាស្រ័យទៅលើ account របស់យើងបាទ account យើងណាអញ្ចឹងឥឡូវខ្ញុំសូមជ្រើសរើស account មួយបាទហើយខ្ញុំធ្វើការចុចនៅលើ private group បាទយើងរងចាំតិចទៅវានឹង check ឲ្យយើងថា group private group របស់យើងនឹងមានអីខ្លះចេញពី account មួយនេះណាបាទវាមានអីខ្លះអញ្ចឹងយើងអាចមើលបានបន្តមកទៀត channel អញ្ចឹងក៏ដូចគ្នាអញ្ចឹងបងប្អូនអាចចុចមើលបានបាទមាន channel អីមាន channel អីអញ្ចឹងបងប្អូនអាចចុចទៅវាបង្ហាញឲ្យហើយបាទនេះអូខេ sorry scan បាទបងប្អូនអាចចុចមើលទៅចុច load វាទៅបាទដើម្បីឲ្យឆែកមើលបាទអូខេអញ្ចឹងបើបងប្អូនចង់ add ទៅត្រឹមក្រុមធម្មតាអញ្ចឹងបងប្អូនចូលមកកាន់នេះហើយបងប្អូនទៅរកមើលក្រុមឧទាហរណ៍ខ្ញុំមាននៅ link URL ក្រុមមួយឧទាហរណ៍ថាក្រុមមួយនេះចុះឥឡូវខ្ញុំចង់ទាញសមាជិកពីក្រុមនេះបាទអញ្ចឹងខ្ញុំចុច copy ហើយយកវាមកផាសនៅខាងលើនេះអានេះគឺក្រុមធម្មតាយើងមិនជាក្រុម private ឬក៏ជាក្រុមជា channel បាទមិនមែនជាក្រុម private ឬក៏ជា channel អញ្ចឹងយើង copy មកហើយខ្ញុំចង់ទាញវាចូលមកក្រុមមេរៀននេះបាទអញ្ចឹងខ្ញុំគ្រាន់តែចុច copy link មកដាក់ខាងក្រោមបាទបងប្អូនត្រូវចាំ link ខាងលើសម្រាប់ធ្វើការ scrap link ខាងក្រោមសម្រាប់ទាញសមាជិកដែល scrap បានទាំងអស់យកមកដាក់ចូលទៅក្នុងក្រុមខាងក្រោមនេះអូខេហើយខាងក្រោមនេះគឺ filter option គឺសម្រាប់មុខងារ add ទៅលើ user ណាមួយដែលបងប្អូនចង់ add បាទវាមាន add ប្រចាំថ្ងៃហើយនិងប្រចាំសប្តាហ៍ add សម្រាប់មួយសប្តាហ៍នេះពេញបាទអានេះថ្ងៃហ្នឹងហើយនឹងម្សិលមិញខាងក្រោមសម្រាប់សប្តាហ៍ខាងក្រោមទៀតគឺសម្រាប់ខែខាងក្រោមមួយទៀតគឺ add មកទាំងអស់អត់តែប្រភេទ member ដែលអត់ activate មានន័យថាអត់ដំណើរការគឺវាអត់ទាញមកទេអូខេអញ្ចឹងជាទូទៅគេប្រើខាងលើដើម្បីទាញបាន member ល្អហើយខាងក្រោមនេះគឺជា relativity បងប្អូនអាចកំណត់បាន5អីទៅបងប្អូនកំណត់ត្រឹម5អីទៅណាខ្ញុំ recommend ឲ្យបងប្អូនប្រើត្រឹម5ព្រោះ5វាល្អវាងាយវាអត់ងាយធ្វើឲ្យ channel យើង spam អីចឹងបងប្អូនអូខេបន្តមកទៀតខ្ញុំចុចពាក្យថា add ហើយខ្ញុំចុច scrap ឲ្យបងប្អូនមើលបាទអូខេនេះគឺវា scrap មកឲ្យយើងហើយបាទវា scrap យក member ទាំងអស់ដែលមាននៅក្នុងក្រុមខាងលើនេះក្រុមខាងលើនេះយកមកទាំងអស់នេះគឺក្រុមខាងលើនេះហើយមួយទៀតគឺតាក់ទងជាមួយនឹង private group អញ្ចឹងបងប្អូនគ្រាន់តែចុចពីលើវាមកវាឲ្យបងប្អូនជ្រើសរើសក្រុមអញ្ចឹងបងប្អូនអាចរើសយកក្រុមណាមួយដែលបងប្អូនពេញចិត្តហើយចុចមកកន្លែងនេះហើយ scrap ដូចគ្នា scrap ទៅវានឹងបង្ហាញនៅ member ទាំងអស់ដែលមានហើយបាទអូខេឥឡូវយើងចូលទៅមើលនៅលើ channel ម្ដង channel ក៏ដូចគ្នាបងប្អូនអាចចុចពីលើ channel ហើយបងប្អូនរងចាំតិចទៅឲ្យវា check ឲ្យយើងពេលខ្លះវាយឺតឬលឿនអាស្រ័យទៅលើអ៊ីនធឺណិតបងប្អូនបាទចូលបងប្អូនត្រូវចាំតិចទៅបាទត្រូវចាំវាបន្តិចព្រោះអានេះវាមិនអាចលឿនទាំងអស់ទេដោយសារតែពេលខ្លះនេះaccount យើងនឹងវាដើរអត់សូវ smooth អីចឹងបាទឬក៏អ៊ីនធឺណិតយើងមានបញ្ហាល្អល្អអីវាឆែកឲ្យអត់លឿនទេចឹងណាបងប្អូនណាអូខេវាដូចជាយើងផាស link មកហ្មងអីចឹងអានេះវាត្រូវចូលទៅឆែកយើងសិនថាគ្រប់តែយើងមានគ្រប់ប្រមាណឬក៏មាន channel ប្រមាណហើយវាបង្ហាញឲ្យយើងអូខេអូខេវាអត់បង្ហាញឲ្យសុំមិនចេះសង្ស័យអ៊ីនធឺណិតវា slow អូខេនេះវាចេញហើយចុច channel មកឥឡូវយើងរើសមើល channel ណាមួយបាទឧទាហរណ៍ឥឡូវខ្ញុំយក channel Vshop នេះសាកមើលបាទហើយខ្ញុំចុច add ហើយខ្ញុំ scrap បាទ scrap ករណីបើសិនជា channel ដែលគេបានបិទមិនឲ្យទាញវានឹងប្រាប់បែបនេះនេះតម្រូវឲ្យយើងមានសិទ្ធិជា admin ទើបអាចធ្វើការ scrap member នេះបានបាទអញ្ចឹងមក channel នេះជា channel ធម្មតាដែលគេបាន log បានអីគឺយើងអាចចូលទៅ add បានទេអញ្ចឹងយើងអាចទៅរកមើលនៅ channel ផ្សេងទៀតបាទឧទាហរណ៍ទៅ channel ណាដែលគេអត់បានបិទអីចឹងយើងអាច scrap បានសម្រាប់ channel ខ្លះគឺគេបានបិទអត់ឲ្យយើង add កើតទេបាទអត់ឲ្យយើងអាចទាញសមាជិកព្រោះគេបិទ member គេ channel វាពិបាកជាងក្នុងក្រុមបន្តិចបងប្អូនណាអញ្ចឹងយើងអាចមើលតាមជាក់ស្ដែងអញ្ចឹងឃើញ channel នេះគឺអាចទាញបានហើយ channel មួយចំនួនទៀតគឺពេលដែលយើងទាញវាបង្ហាញចេញតែចំនួន6ឬក៏7នាក់ហ្នឹងគឺវាបង្ហាញតែឈ្មោះ admin ទេ
ដោយសារតែ channel មួយនោះគឺគេបានបិទនៅ user របស់គេបាទគេបិទ user របស់គេដើម្បីការពារការទាញ user ចេញអីចឹងណាបាទអាហ្នឹងក៏ជាបញ្ហាមួយចំនួនដែរយើងមិនអាចទាញបានទេព្រោះអាហ្នឹងជា policy របស់គេអញ្ចឹងណាអូខេឥឡូវខ្ញុំ add មើលបាទនេះគឺក្រុមនេះគឺវាបង្ហាញតែ admin មកឯងដោយសារតែ admin គេមានតែ7នាក់អញ្ចឹងគេទាញមកតែប៉ុណ្្នឹងទេអូខេអញ្ចឹងការ scrap វាមានតែប៉ុណ្្នឹងទេហើយសម្រាប់បងប្អូនបើចង់ទាញបាទឥឡូវខ្ញុំសូម demo ទៅលើការទាញវិញបាទខ្ញុំសូមប្រើប្រាស់នៅក្រុមនេះចុះហើយខ្ញុំ scrap បាទ scrap member ភាសាទៀតបន្ទាប់ពី scrap រួចបងប្អូនណាបាទយើងបានកំណត់ relay កំណត់អីហើយយើង scrap member រួចរាល់ហើយអញ្ចឹងយើងអាចចុច check ដើម្បីពិនិត្យមើលថា member ណាដែលយើងមានបានចូលគ្រប់យើងហើយឬក៏ member ដែលបានខូចអីចឹងយើងអាច check មើលបានបាទ check មើលហើយវានឹងដោះបាទវានឹងដោះនៅ member ណាដែលខូចដែលជាប់ផ្សោយហ្នឹងវាដោះចេញឲ្យយើងអូតូម៉ាទិកបន្ទាប់មកទៀតបងប្អូនគ្រាន់តែចុចពាក្យថា add មកបាទវាជាការស្រេចហើយកន្លែងគ្រីសនេះបងប្អូនណាកន្លែងនេះបើបងប្អូនដោះគ្រីសចេញមានន័យថាបងប្អូនប្រើប្រាស់តែ account មួយនេះទេដើម្បីធ្វើការ add តែបងប្អូនធ្វើចុចគ្រីសវាគឺក្នុងករណីដែលថាយើងមាន account ក្នុងនេះដែលយើងបាន add វគ្គមុនហ្នឹងយើង add 4 ឬ 5ហ្នឹងវានឹងប្រើ account 4 5ហ្នឹងដើម្បីធ្វើការ add យកហ្មងបាទហើយដោយសារតែអានេះហើយខ្ញុំធ្លាប់ add វាពីមុនហើយអញ្ចឹងវាមាន member មួយចំនួនដែលយើងបាន add ហើយណាអូខេអញ្ចឹងបើសិនជាករណីយើង add account 2ឥឡូវ member នេះវាមានប្រហែលបាទអញ្ចឹងយើងចុចទៅវានឹងជួយការចែក member ទាំងអស់ជា2ដោយសារតែខ្ញុំមាន account តែ2អញ្ចឹងវាចែក member ហ្នឹងចំនួន2ហើយវា add ម្នាក់ម្ដងបាទ add ម្នាក់ម្ដងឧទាហរណ៍ថា30ឧទាហរណ៍ថា10ចុះឧទាហរណ៍10 account មួយ account នេះ add 5 account មួយទៀត add 5ដែរអញ្ចឹងណាដល់ពេលអានេះ add គ្រប់5ហើយវានឹងឈប់ហើយវាទៅយក account មួយទៀតមក add ម្ដងអូខេឥឡូវខ្ញុំចាប់ផ្ដើមចុចទៅលើប៊ូតុង add ហើយចុច add នេះបាទ add account 2អញ្ចឹង add វាទៅបាទអញ្ចឹងវាធ្វើការបែងចែក12 account គឺម្នាក់បាន6បាទអូខេឥឡូវវាកំពុង add ហើយនេះវា add ចូលបាន1ហើយនេះឃើញទេ urine យើងរងចាំទៅវា add ប្រហែលជា5វិនាទីវានឹង add ម្នាក់ទៀតពេលខ្លះ account ខ្លះនេះ account យើង spam អីវា add ឲ្យទេអញ្ចឹងយើងរងចាំតិចទៅ invite វា add គ្រប់5វានឹងឈប់ហើយវាយក account ផ្សេងមួយទៀតមកធ្វើការ add ម្ដងអូខេយើងរងចាំតិចទៅអូខេដោយសារតែ account នេះខ្ញុំ add មួយថ្ងៃហើយអញ្ចឹងវាអាចនឹងវាដល់ limit របស់វាអញ្ចឹងណាវាដល់ limit វាលែង add អូខេឥឡូវវាកំពុង add ហើយវាយក account មួយទៀតមក add ម្ដងបាទតែ account នេះប្រហែលជា limit ហើយព្រោះខ្ញុំ add មួយថ្ងៃហើយអញ្ចឹងបងប្អូនមាន account ច្រើនកាលណាល្អខាងហ្នឹងដើម្បីយកធ្វើការ add វាបាទអរគុណសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេ